ភាពជាកុហកនឹងបព្វជិតខុសគ្នាយ៉ាងណាហើយនិយាយពីភាពជោគជ័យរបស់អាត្មាមានតន់ជោគជ័យណាញាតិញោមជាមើលឃើញអាត្មាជោគជ័យអញ្ចឹងជោគជ័យពិតប្រាកដនោះវាទល់តែរួចផុតទុក្ខឲ្យសួរតែអាត្មាផុតទុក្ខទេសពថ្ងៃហ្នឹងកើតទុក្ខដូចតែញាតិញោមអញ្ចឹងណាហើយញាតិញោមកុំអោយសម្លឹងឲ្យតែឃើញអ្នកប្រកែកនិយាយឬក៏ថាធ្វើអីបានហ្នឹងជាថាអ្នកជោគជ័យមិនមែនជោគជ័យទេអាត្មាដឹងថាខ្លួនមកក៏អត់មានជោគជ័យអីដែរគ្រាន់តែធ្វើអ្វីមួយចំនួនបានសម្រេចមកហើយសួរថាវាពេញចិត្តនឹងការចង់ទេអ្នកដែលធ្វើបានសម្រេចទាំងអស់ហ្នឹងសួរថាដូចចង់ទេមិនមែនទេជួនកាលចង់ផ្សេងទៅវាទៅសម្រេចផ្សឹងទៅបនវាជំរុញទៅនេះទៅនោះទៅដូចអាត្មាមានចង់មកទេសនាប្រាប់ញាតិញោមណាអាត្មាចង់ធ្វើអ្នកចម្រៀងតាចង់ធ្វើអ្នកចម្រៀងណារៀបប្រឡងច្រៀងហ្នឹងកាលនោះប្រឡងជាប់នៅសាលាហើយមិនគប់ជួនញោមប្រុសប្រហើបរឿងបួសក៏មកបួសមកមានដូចបំណងអីណាចង់ធ្វើអ្នកសិល្បៈឯណាឯណីណោះអញ្ចឹងមកបួសមកហើយបួសហ្នឹងអត់តាំងចិត្តថាមកខ្លាយខ្លួនជាអ្នកទេសនាគេអញ្ចឹងទេអត់ទេអត់ចេះនិយាយទេពីមុនមកអត់ចេះនិយាយអីមកឆ្លោះគ្នាក៏មិនដឹងចេះបកកាយគេអញ្ចឹងមិនខំតែរៀនហ្នឹងបំណងអាត្មាមិនមែនបំណងមកទេសនាបំណងមកផ្សាយធម៌អញ្ចឹងណាបំណងអាត្មាឲ្យតែរៀនចប់ងារកការងារធ្វើរកប្រពន្ធដូចតែគេដូចតែឯងហ្នឹងឥឡូវបំណងទៅណាអស់ហើយបរាជ័យបាត់ហើយណាតែជាថាអាត្មាជោគជ័យមិនបរាជ័យមកកកោកញាតិញោមអត់ដឹងនិយាយគេខ្លួនឯងទៅចាបំណងអញ្ចឹងតាខំរៀនខំសូត្រហ្នឹងចង់ឲ្យចេះអង់គ្លេសកុំព្យូទ័រអីគេទៅរកការងារទៅរកអូនគេដែរហ្នឹងណាទីបំផុតទៅមកជាចេះក្រោយមកទៅបរៀនហ្នឹងគ្រាន់តែបរៀនលោកបរៀនបល័យបរៀនភាសាបរៀនស្អីអញ្ចឹងទៅឲ្យគេមានចំណេះដឹងជាគ្រឹះដើម្បីគេរៀនតទៅមុខទៀតអញ្ចឹងទៅអត់មានគិតថាទៅទេសនាអីទេបន្តបរៀនទៅលោកក៏ច្រើនទៅមិនដឹងបានអីចំលោកក៏ទេសនាទៅឃើញសិតតែធ្វើនៅអ្វីដែលអាត្មាអត់ក្រងទុកទាំងអស់ហ្នឹងហើយសាអាត្មាជោគជ័យរឿងអីអត់មានជោគជ័យអីផងណាតែញាតិញោមឃើញអាត្មាជោគជ័យតាណាហ្នឹងតាមពិតបរាជ័យសោះប្រពន្ធមួយរមបានគេផងហ្នឹងហ្នឹងហើយគ្រាន់ថាដល់តែបានយល់ចូលចិត្តធัวអញ្ចឹងទៅក៏ឃើញថាអូធัวមានលំអណាស់ណាអ្នកដែលមិនបានរៀនមិនបានសូត្រប៉ុណ្ណោះទេតែចេះតែបន្ទោសថាពុទ្ធសាសនាយ៉ាងនេះយ៉ាងនោះហើយក៏មានបំណងចង់ប្រកាសពាក្យរបស់ព្រះអង្គនឹងប្រាប់មនុស្សទាំងឡាយឲ្យបានច្រើនបន្តិចហើយគេចេះតែធ្វើទៅហើយកម្រងថាបានប៉ុណ្ណាក៏អត់មានគោលការណ៍ច្បាស់លាស់អីដែលថាត្រូវធ្វើដល់ប៉ុណ្ណាដែរហើយញាតិញោមថាអាត្មាជោគជ័យតាណាអ្នកមើលអាត្មាជោគជ័យខុសឆ្លាស់អត់មានត្រូវទេគាត់ថាអាត្មាធ្វើក្រំតែមើលពេលវេលាឱកាសមានលទ្ធភាពមានសមត្ថភាពធ្វើអីធ្វើនឹងតែប៉ុណ្្នឹងឯងមិនទុកពេលវេលាឲ្យវាខ្ជិះខ្ជាយអត់អំពើដូចជាការផ្សព្វផ្សាយធម៌អញ្ចឹងការសម្ដែងពធអីអញ្ចឹងជួនកាលខ្ជិលគ្របសង្កត់ម្ដងដែរប៉ុន្តែដែលចេះតែឲ្យព្យាយាមធ្វើតទៅទៀតហ្នឹងដោយសារអីដោយសារចេះតែមានឧបាយក្នុងការគិតពិចារណាថាមានអ្នកមួយចំនួនចង់ធ្វើការងារនឹងប៉ុន្តែគ្នាចង់ធ្វើខ្វះឱកាសនឹងធ្វើខ្លះទៀតមានសមត្ថភាពក្នុងការធ្វើតែអត់មានឱកាសក្នុងការធ្វើគ្មានអ្នកគ្រប់គ្រងគ្មានអ្នកបើកឱកាសឲ្យធ្វើឥឡូវមានទាំងឱកាសហើយអាចមានសមត្ថភាពខ្លះក្នុងការធ្វើក៏ប្រឹងអញ្ចឹងទៅប្រឹងបានប៉ុណ្ណាគឺប៉ុណ្ណឹងគ្មានជាបុគ្គលអស្ចារ្យអីទាំងអស់ធ្វើយូរទៅល្ងងទៅតែអាត្មានេះមានតែចេះអីញាតិញោមហើយសូម្បីតែអនាគតយ៉ាងណាត្រូវបញ្ចប់ដល់យ៉ាងណាក៏មិនដែលគិតដែរគ្រាន់តែគិតថាថ្ងៃនេះធ្វើអីឲ្យបានជាប្រយោជន៍ដល់សាសនាដល់សង្គមខ្លះកុំឲ្យរស់ដកដង្ហើមមើលទៅស្នប់តែប៉ុណ្្នឹងគិតតែប៉ុណ្្នឹងហើយក៏ធ្វើអញ្ចឹងទៅនឹងចឹងហើយអាត្មាប៉ុណ្្នឹងឯងញាតិញោមមើលមានស្អីមានអីជោគជ័យអត់មានអីជោគជ័យទេបើវិជាសម្រាប់ចិញ្ចឹមជីវិតបីទៅរកទ្រព្យទៅរកអីចិញ្ចឹមប្រពន្ធឈប់រៀនហើយអីស្មានត្រឡប់ទៅវិញជោគជ័យមិនជោគជ័យទេប្រពន្ធជេរហើយមិននៅទេ
ចំណាំមើលទៅញាតិញោមឲ្យតែគ្រូធัวចេះនិយាយធัวច្រើនហ្នឹងកុំឲ្យកូនកុំមុំឲ្យសោះដូចអាត្មាឯនេះកុំត្រៀមកូនកុំមុំឲ្យមិនកើតការទេបើឲ្យលោកនេនវិញលោកនេនដែលគេប្រើចងាប់ចងល់លើរែកទឹករែកអីនោះណាអូអាហ្នឹងគ្រាន់បើយកគ្រូធំទៅនេះពិបាកតែប្រពន្ធបំរើទេគឺស្លប់ស្រួលថាអញ្ចឹងចានិយាយដូចបដាច់ហាងឆេងខ្លួនឯងទេអាត្មាប៉ុន្តែការពិតវាអញ្ចឹងមែនហ្នឹងហើយថាអាត្មាជោគជ័យមានអីជោគជ័យទេក៏គ្រាន់ថាមិនបណ្ដោយឲ្យឱកាសកន្លងទៅដោយអត់ប្រយោជន៍ធ្លាប់ទូនមានខ្លួនឯងអញ្ចឹងថាធ្វើអីបានប៉ុណ្ណាប៉ុណ្ណឹងហើយក៏ទីបំផុតទៅអាត្មាក៏មិននឹកស្មានថាអាត្មាខ្លាយមកជាអ្នកចេះនិយាយចេះអីឲ្យញាតិញោមស្ដាប់អញ្ចឹងមិនដែរនឹកស្មានផងពីក្មេងអត់ចេះនិយាយអីសំបីរាល់ថ្ងៃក៏មិនចេះនិយាយជួបញាតិញោមជាថាអាត្មាឆ្មើងប៉ុន្តែអាត្មាវាអត់ចេះនិយាយមែនអំបេះអំប៉ោះអីជួបគ្នាអីធម្មតាអត់ចេះនិយាយមែនបើគេឲ្យនិយាយសាច់ការចេះនិយាយគេឲ្យនិយាយអប់រំឲ្យនិយាយមេក្រូមកនិយាយមានកម្មវិធីនិយាយចេះនិយាយប៉ុន្តែជួបញាតិញោមសួរពីនេះពីនោះអីលេចកើតតាក់ទងអីហ្នឹងនៅតែអត់ចេះអញ្ចឹងមានចេះអីអត់ចេះអញ្ចឹងហើយបានលទ្ធផលញាតិញោមជួបអាត្មាឆ្មើងហ្នឹងអីវាសមមុខទៅឆ្មើងអញ្ចឹងមែនបងមិនសូវចេះមែនប៉ុន្តែអ្វីដែលអាត្មាបានប្រឹងប៉ុណ្ណឹងដឹងហើយថាកើតក្នុងតកូលកសិករក្រខ្សត់លំបាកក្នុងការតស៊ូក្នុងជីវិតមែនមិនមែនស្រួលទេដូចជាការចង់សិក្សានៅសាលាល្អមិនបានដូចកូនគេអ្នកមានទេចឹងហើយបានតាំងចិត្តតាំងពីនៅកាលដែលនៅចង់យកប្រពន្ធនោះនៅជាសាមណេរនៅរៀនភ្នំពេញវាលំបាកពេកចង់រៀនសាលាអីក៏មិនបានចង់រៀនសាលាអីក៏មិនបានអត់លុយតាំងចិត្តជាស្រេចថាទល់តែខ្លួនឯងនឹងមានសមត្ថភាពរកទ្រព្យសម្បត្តិឲ្យបានរកទ្រព្យសម្បត្តិនឹងឲ្យលំមអាចចិញ្ចឹមកូនបានឲ្យកូនរៀនសូត្របានឈប់ឲ្យលំបាកបន្តទៅដល់កូនចៅជំនាន់ក្រោយទៀតនឹងបានយកប្រពន្ធតែបើថាมันមានប្រាក់ខែគ្រប់គ្រាន់ចិញ្ចឹមកូនចៅទេมันមានលបអីសម្រាប់ឲ្យកូនរស់ស្រួលបានសិក្សារៀនសូត្រស្រួលទេអត់យកទេប្រពន្ធសុខចិត្តបង្អត់ខ្លួនឯងទៅចោះឲ្យលំបាកខ្លួនឯងម្នាក់ឯងចោះចឹងអាត្មាចេះតែប្រាប់ពាក្យនឹងដល់មិត្តភក្តិអាត្មាដែលបួសជាមួយគ្នាដែរប៉ុន្តែមិនស្ដាប់សឹកទៅលហេមលហាមតែម្នាក់ឯងវាមិនគ្រប់គ្រាន់ទៅលហាមដល់កូនទៀតខ្លះហ្នឹងបួសបានមួយភាសាពីរភាសាបញ្ញាប់ទៅយកប្រពន្ធមិនដឹងជាអាងអីសឹកទៅនឹងអាងស្រែពី3ពពួកនៅទៅដល់លហាមដល់កូននេះកូនអត់បានស្រៀនសូត្រចឹងមិនថាយើងគួរគិតដល់អនាគតរបស់អ្នកចំនួនក្រោយរបស់យើងផងបើថាវាមិនកើតទេមិនបាច់បង្កើតគេឲ្យមកទទួលរងទុកទេពីព្រោះយើងបង្កើតគេឲ្យត្រូវទទួលខុសត្រូវចំពោះអនាគតរបស់គេផងហើយម្យ៉ាងទៀតដែលអាត្មាអាចប្រឹងប្រែងបានប៉ុណ្ណេះនេះមកពីធ្លាប់បដៅខ្លួនឯងពីមុនមកថាមិនឲ្យខ្លួនឯងបន្ទោសខ្លួនឯងនៅពេលដែលខ្លួនឯងចាស់ទៅទេពីព្រោះធ្លាប់ឮចាស់និយាយថាហួសហើយតាចាស់ហួសហើយណាចៅឯងក្មេងខំរៀនគឺមិនឲ្យខ្លួនឯងបន្ទោសខ្លួនឯងនៅពេលដែលខ្លួនឯងនៅក្មេងជាប់ដើរលេងជាប់ប្រព្រឹត្តអំពើពាលាអាវាខ្សែភ្លេចរៀនភ្លេចសូត្រមិនឲ្យបន្ទោសខ្លួនឯងគឺត្រូវតែប្រឹងរៀនអីក៏ដោយរៀនក្រៅសាលាក៏ដោយដូចអាត្មារៀនមុខវិជ្ជាដល់ច្រើនអាត្មាមិនបានរៀនក្នុងសាលាទេអាត្មាពឹងគេឲ្យតែលឺនរណាចេះអាត្មាទៅសុំរៀនទេជាងការភាសាអង់គ្លេសមានលុយបង់សាលាគេឮតែអង្គណាលោកចេះទិញសភៅមួយក្បាលទៅសុំលោកប្រែទៅបន្តិចទៅលោកទៅនេះទៅនោះទិញខកដឹងប្រហែលហ្នឹងប៉ុន្តែនៅតែធ្វើមុខក្រាស់អញ្ចឹងសុំរៀនអញ្ចឹងមិនខ្លាចថោកទេអញ្ចឹងគឺមិនឲ្យខ្លួនឯងបន្ទោសខ្លួនឯងនៅពេលដែលខ្លួនឯងចាស់នឹងអញ្ចឹងធ្វើបានប៉ុណ្ណឹងតែជោគជ័យបានប៉ុណ្ណាអាត្មាមិនតាន់ឃើញតែខ្លួនឯងជោគជ័យផងវិញញាតិញោមឃើញប៉ុណ្ណាអាហ្នឹងប៉ុណ្ណឹងហើយតែគ្រាន់ថាដូចជាគ្មានអ្វីធំដុំទេញាតិញោមគ្រាន់ថាមិនបណ្តែតបណ្ដោយឲ្យពេលវេលាកន្លងទៅដោយអត់ប្រយោជន៍គួរតែធ្វើអ្វីមួយក្នុងមួយថ្ងៃឲ្យបានជាអ្វីមួយសម្រាប់ជីវិតឲ្យដឹងថាអូថ្ងៃនេះបានធ្វើអីថ្ងៃនេះបានធ្វើអីថ្ងៃណាដែលមិនបានធ្វើអីសោះថ្ងៃនោះគឺជាថ្ងៃដ៏កំសត់ថ្ងៃនោះគឺជាថ្ងៃដែលអាសាបងអត់ប្រយោជន៍ទៅតែម្ដងអញ្ចឹងប៉ុណ្្នឹងចុះខ្ញុំកណាអាត្មាភាពនិយាយច្រើនបន្តិចហើយពីរឿងខ្លួនឯងហ្នឹងប៉ុន្តែមកពីញាតិញោមសួរថាជោគជ័យដោយរឿងអីប៉ុន្តែអាត្មាមិនឃើញជោគជ័យអីទេហើយតទៅមុខក៏នៅតែប្រឹងធ្វើអញ្ចឹងបានប៉ុណ្ណាប៉ុណ្ណឹងស្រេចបុណ្យចាស់ហើយនឹងការព្យាយាមថ្មីបានប៉ុណ្ណាគឺប៉ុណ្ណឹងបាទសម្រាប់ពេលនេះសូមបញ្ចប់តែប៉ុណ្ណឹងសូមអនុមោទនា